កាលពីប៉ុន្មានថ្ងៃមុនអ្នកនាងសួងវីសាបានបង្ហោះជាមួយនឹង status ដែលភ្ជាប់ជាមួយនឹងខ្លឹមសារដូចតទៅនាងខ្ញុំសូមប្រកាសជាសាធារណៈនាងខ្ញុំសួងវីសាសូមជម្រាបជូនថានៅថ្ងៃទី18ខែសីហាឆ្នាំ2026នេះនាងខ្ញុំនិងអតីតស្វាមីលោកប៊ុនថុលប៊ុនថងហៅថងមីបានសម្រេចលែងលះគ្នាជាស្ថាពរតាមការព្រមព្រៀងតាមផ្លូវច្បាប់នៅសាលាដំបងរាជធានីភ្នំពេញចាប់ពីថ្ងៃនេះទៅយើងទាំងពីរមិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធតទៅទៀតឡើយមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នាហើយយើងសម្រេចដើរតាមផ្លូវរៀងខ្លួនដោយសន្តិវិធីដោយការគោរពនិងមិនមានការចងគំនុំនឹងគ្នានាងខ្ញុំសង្ឃឹមថាបងប្អូនមេត្តាគោរពតាមការសម្រេចចិត្តរបស់យើងនិងសូមអរគុណចំពោះការស្រឡាញ់គាំទ្រកន្លងមកហើយក៏សូមអរគុណដល់បងប្រុសមេធាវីអង្គសុវណ្ណារាដែលបានជួយសម្របសម្រួលរឿងក្តីនាងខ្ញុំបញ្ចប់ដោយសន្តិវិធីដោយក្តីគោរពពីនាងខ្ញុំសួងវីសាហើយមិនតែប៉ុណ្ណោះអ្នកនាងសួងវីសាក៏បានចេញជាមួយនឹងបទចម្រៀងដែលសោកសៅដោយដែលអ្នកទាំងអស់គ្នាបានទស្សនានៅក្នុងវីដេអូនេះអញ្ចឹងខ្ញុំហត់នឹងធ្វើជាមនុស្សខ្លាំងហត់នឹងឆ្លើយសំណួរគ្រប់យ៉ាងហត់នឹងពន្យល់អារម្មណ៍ខ្លួនឯងដល់មនុស្សដែលមិនធ្លាប់យល់ខ្ញុំគ្រាន់តែចង់កែងមិនចង់គិតអ្វីទៀតគ្រាន់តែចង់បាត់ភ្នែកបំភ្លេចរឿងក្នុងលោកនេះខ្ញុំគ្រាន់តែចង់ស្ងៀមមិនចង់បកស្រា